ខាត់រដ្ឋបាលគឺត្រូវមានសញ្ញាទទួលដើម្បីជាភ័ស្តុតាងថាយើងបានដាក់មកដល់រាជវាំងហើយអញ្ចឹងបងគណៈបកកម្លាំងជាតិបានអះអាងថាមន្ត្រីរដ្ឋបាលព្រះបរមរាជវាំងមិនបានទទួលលិខិតដែលគណៈបកមានបំណងថ្វាយព្រះមហាក្សត្រស្នើឲ្យព្រះអង្គពិចារណាអន្តរាគមន៍ក្នុងករណីរបស់លោករងឈុនដោយប្រាប់ឲ្យដាក់លិខិតនៅក្នុងប្រអប់សម្បត្តិឬប្រគល់ឲ្យមន្ត្រីនគរបាលនៅខាងមុខជំនួសវិញតែមកគឺត្រូវទៅទទួលអញ្ចឹងស្រីទទួលតែមិនបើជាថារដ្ឋបាលធម្មតាតែលោកផុនសុភាប្រធានគណៈបកកម្លាំងជាតិបានប្រាប់អ្នកសារព័ត៌មានថាលោកនិងសមាជិកគណៈបកបានទៅកាន់ព្រះបរមរាជវាំងដើម្បីដាក់លិខិតដោយផ្ទាល់និងស្នើឲ្យរដ្ឋបាលចុះហត្ថលេខាទទួលឯកសារប៉ុន្តែបន្ទាប់ពីរងចាំជិត1ម៉ោងពួកគេមិនទទួលបានការចុះហត្ថលេខាបញ្ជាក់ពីការទទួលលិខិតនោះទេយើងសង្ឃឹមថាលិខិតនេះនឹងដល់ប្រព័ន្ធបកគោណាហើយបកគោណានឹងមានបរិយាតម្រេះទៅលើលិខិតឬក៏សំណើដែលយើងបានដាក់នៅក្នុងខ្លឹមសារលិខិតហ្នឹងលោកផុនសុភាបាននិយាយថាមន្ត្រីព្រះបរមរាជវាំងមិនបានបញ្ជាក់ពីមូលហេតុនៃការមិនទទួលលិខិតនោះទេប៉ុន្តែបានប្រាប់ថានឹងតាក់ទងទៅគណៈបកនៅពេលក្រោយអំពីដំណើរការនៃឯកសារបើតាមលោកផុនសុភាខ្លឹមសារនៃលិខិតគឺដើម្បីទូលថ្វាយព្រះមហាក្សត្រអំពីស្ថានភាពដែលគណៈបកចាត់ទុកថាមានការរំលោភសិទ្ធិមនុស្សនិងការបែកបាក់ក្នុងសង្គមក្នុងចំណោមអ្នកនយោបាយព្រមទាំងស្នើឲ្យព្រះអង្គប្រើព្រះរាជសិទ្ធិដើម្បីពិចារណាលើវិធានការសម្របសម្រួលជាពិសេសពាក់ព័ន្ធនឹងករណីលោករងឈុនមុនការស្នើសុំព្រះរាជអន្តរាគមន៍នេះលោករងឈុនកាលពីដើមខែកក្កដាឆ្នាំ2026បានដាក់លិខិតទៅក្រសួងយុតិធម៌ដើម្បីស្នើសុំពិនិត្យឡើងវិញលើសាលដីការបស់តុលាការកំពូលតុលាការកំពូលបានផ្តន្ទាទោសឲ្យលោកជាប់ពន្ធនាគាររយៈពេល3ឆ្នាំដោយព្យួរការអនុវត្តទោសហើយដាក់បម្រាមមិនឲ្យធ្វើនយោបាយនិងបោះឆ្នោតរយៈពេល5ឆ្នាំព្រមទាំងហាមផ្លាស់ប្តូរទីលំនៅចេញពីរាជធានីភ្នំពេញនិងហាមចូលរួមវេទិកាសាធារណៈ